កម្ពុជាថៃឯកភាពគ្នាក្នុងការងារខណ្ឌសីមានិងបកបង្គោលព្រំដែនគោកនឹងបានឯកភាពអនុម័តលើរបៀបវិរៈចំនួន4ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ភាគីកម្ពុជានិងភាគីថៃបានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃលើកទី6នៅថ្ងៃទី14ខែមិថុនាឆ្នាំ2024នៅរាជធានីភ្នំពេញដើម្បីបន្តពិភាក្សានិងជំរុញការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរមុនកិច្ចប្រជុំពេញអង្គ JBC គឺមានកិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជាថៃដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តមឡាំជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជានិងឯកឧត្តមប្រាសាវិនិច្ឆ័យទីប្រឹក្សាក្រសួងការបរទេសថៃនិងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃបន្ទាប់ពីកិច្ចប្រជុំចង្អៀតភាគីទាំងពីរបានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃដោយបានឯកភាពអនុម័តលើរបៀបវិរៈចំនួន4ដូចជាទី1ពិនិត្យនិងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី4របស់អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែនកម្ពុជាថៃកម្ពុជាចុះថ្ងៃទី14ខែកក្កដាឆ្នាំ2024នៅខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជាទី2ពិនិត្យនិងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ2003ពាក់ព័ន្ធការផលិតផែនទី Orthofoto ជំហានទី2ក្នុងចំណុចទី4នៃ TOR ទី3ពិភាក្សានិងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះចុះវាស់វែងនិងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងនៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នាកំណត់ខ្សែព្រំដែនដើរតាមផ្លូវទឹកនិងកំណត់ខ្សែត្រង់ទី4ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅលើ Sector 6 ចំណុចនៃកិច្ចប្រជុំលើកទី4និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ2009នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃឯកឧត្តមឡាំជារដ្ឋមន្ត្រីទទួលបន្ទុកនិងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជាបានជម្រាបជូនសមាភាគីថៃថាដើម្បីជាផលប្រយោជន៍ធានាបាននៅដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌និងមិនលំអៀងនិងជាដំណោះស្រាយស្ថាពរសម្រាប់ប្រទេសទាំងពីរភាគីកម្ពុជាបានស្នើភាគីថៃរួមជាមួយភាគីកម្ពុជាក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំបីប្រាសាទតំបន់ធំប្រាសាទតំបន់តូចនិងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងបានបញ្ជាក់សារជាថ្មីអំពីជំហររបស់កម្ពុជាក្នុងការចាប់ផ្ដើមដំណើរការនីតិវិធីច្បាប់ដោយឯករាជ្យម្ចាស់ការទោះបីជាភាគីថៃបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិក៏ដោយលើពីនេះទៀតភាគីកម្ពុជាអះអាងបន្ថែមនៅចំពោះមុខភាគីថៃថាចាប់ពីពេលនេះតទៅតំបន់ទាំង4នេះលែងជាប្រធានបទឬកម្មវត្ថុនៃការពិភាក្សានិងដោះស្រាយនៅក្នុងក្របខ័ណ្ឌគណៈកម្មការចម្រុះព្រំដែនគោក JBC កម្ពុជាថៃទៀតហើយជាមួយគ្នានេះឯកឧត្តមឡាំជាបានបញ្ជាក់ថាក្រៅពីតំបន់ទាំង4ដែលស្ថិតក្នុងបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិភាគីកម្ពុជានៅតែប្រកាន់ជំហរនិងសុឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃឯកឧត្តមឡាំជាក៏បានបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រកាន់យកនៅសន្តិភាពនិយមនិងចង់បានព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្តនិងផែនទីដែលបានឯកភាពគ្នាដោយមានចែងក្នុងអនុសរណៈនៃការយោគយល់គ្នាឆ្នាំ2000ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ផែនទីមាតុដ្ឋាន1លើ200,000ស្របតាមស្មារតីអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនក្នុងន័យនេះភាគីកម្ពុជាបានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាងដែលជាប្រភពចម្បងនាំមកនៅចំនួនព្រំដែនរ៉ាំរ៉ៃនាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននិងទៅអនាគតកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាពយោគយល់គ្នាក្នុងស្មារតីពិភាក្សាគ្នាបើកចំហទៅវិញទៅមកនិងប្រកបដោយភាពវិជ្ជមានកិច្ចប្រជុំនេះបានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវិរៈដែលបានឯកភាពគ្នានិងបានចុះហត្ថលេខាលើកំណត់ហេតុជាផ្លូវការនៅថ្ងៃអាទិត្យទី15ខែមិថុនាឆ្នាំ2025
ភាគីទាំងពីរបានឯកភាពគ្នាក្រុងជួបប្រជុំសារជាថ្មីនៅខែកញ្ញាឆ្នាំ2025ខាងមុខខ្ញុំបាទវ៉ែនសវុទ្ធីវិទ្យុជាតិកម្ពុជា